បាទសូមគោរពជំរាបសួរដល់អស់លោកស្រីដែលកំពុងតែតាមដានទស្សនាបាទស្ដាយវីដេអូរបស់ខ្ញុំនេះបាទថ្ងៃនេះខ្ញុំបានមានដំណើរកម្សាន្តមួយបាទចាក់ចេញពីប្រទេសកម្ពុជារបស់យើងបាទធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសបាទដូច្នេះហើយចង់ដឹងថាតើទៅប្រទេសអង់គ្លេសបាទពួកខ្ញុំនឹងទៅណាខ្លះបាទសូមអញ្ជើញបាទតាមដានទស្សនាខ្សែវីដេអូរបស់ខ្ញុំបាទទាំងអស់គ្នាបាទតាមពិតទៅលើកនេះគឺយើងធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសដែលមានរយៈពេលរហូតដល់8ថ្ងៃបាទអញ្ចឹងសង្ឃឹមថាបាទអ្នកទាំងអស់គ្នាបាទនឹងជួយគ្រប់គ្រងបាទជាមួយនឹងវីដេអូរបស់ខ្ញុំបាទដើម្បីឲ្យខ្ញុំបាទមានទឹកចិត្តក្នុងការបង្កើតនៅមាតិកាបន្តទៀតក្នុងការទៅកាន់គោលដៅទីចប់ផ្សេងៗទៀតបាទនៅលើពិភពលោកនេះបាទសូមអរគុណបាទ Hello everyone now is a new destination for me England so right now we're gonna go for boarding okay let's go with me second boarding second flight ទៅបាន boarding រួចហើយរៀបចំហោះហើរបាទចាក់ចេញពីទីក្រុងហុងកុងបាទទៅកាន់ទីក្រុងបាទ London បាទនៃប្រទេសអង់គ្លេសបាទសួស្តីអ្នកនាងបាទអស់រយៈពេលបាទជាង10ម៉ោងបាទ13ម៉ោង40នាទីបាទពួកយើង finally បានធ្វើដំណើរមកដល់អាកាសយានដ្ឋានជាតិ Heathrow បាទនៃប្រទេសអង់គ្លេសហើយអូខេដូច្នេះហើយពួកយើងនឹងធ្វើដំណើរបាទចាក់ចេញបាទពីអាកាសយានដ្ឋានជាតិបាទ Heathrow បាទធ្វើដំណើរចូលទៅកាន់ទីក្រុងឡុងបាទហើយនៅក្នុងទីក្រុងឡុងគឺយើងចំណាយពេលប្រហែលជាខ្ទង់1ម៉ោងបាទចេញពីអាកាសយានដ្ឋានជាតិនេះទៅបាទអូខេ let's go ជាមួយខ្ញុំបាទគឺ finally បានធ្វើដំណើរមកដល់ទីក្រុងឡុងហើយឥឡូវគឺយើងចាប់តាមចាក់ចេញពីអាកាសយានដ្ឋានអន្តរជាតិបាទ Heathrow បាទធ្វើដំណើរទៅកាន់ទីក្រុង London បាទអញ្ចឹងទស្សនាបាទទស្សនវិជ្ជាតាមដងផ្លូវជាមួយខ្ញុំទាំងអស់គ្នាបាទMost famous luxury department store. It's founded in 1834. This one on the right hand side. It's where I do my shopping centre. Sorry. It's where I do my shopping. Oh yeah. The food hall inside is selling a lot of luxury chocolates and desserts and have some very fancy fine restaurants inside. សួស្តីបាទអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំបានកំពុងតែធ្វើដំណើរមកដល់កន្លែងមួយដ៏ល្បីបាទនៅក្នុងបាទប្រទេសអង់គ្លេសហើយជាពិសេសនៅក្នុងទីក្រុងឡុងបាទនោះគឺ Buckingham Palace អញ្ចឹងគឺយើងធ្វើដំណើរដែរជាមួយខ្ញុំទាំងអស់គ្នាបាទទៅកាន់ Buckingham Palace ណាអូខេ let's go
London Eyes received from the far away. My boss never tell me the tour leader. សួស្តីបាទអ្នកទាំងអស់គ្នាឥឡូវយើងបានធ្វើដំណើរពីព្រះបរមរាជវាំង Buckingham ឥឡូវយើងធ្វើដំណើរមកកាន់បាទ Big Ben ឬក៏ Elizabeth បាទគឺជានាឡិកាមួយដ៏ធំបាទហើយតំណាងឲ្យទីក្រុងឡុងផងដែរអូខេអញ្ចឹងធ្វើដំណើរបាទទស្សនាជាមួយនឹងខ្ញុំបាទទាំងអស់គ្នាបាទអូខេ let's go 嗨。សាលារៀនមួយនៅក្នុងប្រទេសអង់គ្លេសដែរហើយសាលារៀននេះគឺជាសាលារៀនដែលមួយក្នុងចំណោមសាលារៀនទាំង3ល្បីល្បាញជាពិតបាននៅក្នុងឆ្នាំលេខ3បាទនៅក្នុងប្រទេសអង់គ្លេសដែរនេះគឺ Westminster Abbey បាទគឺជាព្រះវិហារកាតូលិកមួយដ៏ល្បីនៅក្នុងប្រទេសអង់គ្លេសដែរបាទបាទអូខេសួស្តីអ្នកនរអស់គ្នាឥឡូវនេះគឺបន្ទាប់ពីពេលព្រឹកយើងដើរ3ទីតាំងបាទរួចហើយគឺមានដូចជា Buckingham Westminster Abbey ជាមួយនឹង Big Ben រួចហើយគឺយើងនឹងធ្វើដំណើរមកទទួលទានអាហារថ្ងៃត្រង់បាទនៅហាងចិនមួយហៅ New China បាទនៅតំបន់ China Town តែម្ដងបាទនេះអូខេឥឡូវយើងធ្វើដំណើរមកដល់ China Town ហើយវ៉ាអាកាសធាតុថ្ងៃនេះល្អមែនទែនបាទល្អអូខេបាទសួស្តីបាទអ្នកទាំងអស់គ្នាឥឡូវយើងបានធ្វើដំណើរមកដល់កន្លែងមួយទៀតហើយគឺ London Eyes បាទអត់ឯងគាត់ក្នុងមកខ្ញុំអញ្ចឹងថ្ងៃនេះគឺយើងឡើងធ្វើដំណើរទៅកាន់ London Eyes តែម្ដងបាទគឺយើងឡើងជិះកន្ត្រងតែម្ដងមើលទេសភាពបាទជុំវិញមកទីក្រុងឡុងទាំងអស់គ្នាជាមួយនឹងខ្ញុំអូខេ so let's go we're gonna go there អូខេឥឡូវយើងចាប់ឡើងឡើងទៅដល់ London Eyes Okay, thank you. Okay, coba for eye, London Eyes. Okay. Okay, this now we are look at the shop.
នៅក្នុងទីក្រុងឡុងក៏ល្បី ice cream ដែរដូច្នេះហើយខ្ញុំមកទិញ ice cream ដោយខ្លួនអ្នកនរគ្នាមើលនេះអូខេ Okay, I bought ice cream and I want to try. Nhâm ice cream in London. Ini ke London Ice. Rucin vanilla sekanya. Và thấy mà và tôi bây giờ cả thứ chạm đến đó nhằm cái cô chạm lại bà ok thì nhằm ọt đi nội dung bà this one go to visit the Tower Bridge of London ok bà số xây đằng ọt đi bà được này giờ lại níคือพวกnhưng mà thôi làm nào mà nó cả lại một tiếng thấyคือ Tower Bridge of London bà chẳng thôi làm nào bà tu sna bà lên spin môi đài rồi chia được mộtรูปរបស់ទីក្រុងឡុងក៏ដូចជាប្រទេសអង់គ្លេសទាំងមូលផងដែរបាទសូមជើញអូខេបាទនេះនៅខាងក្រោយខ្នងរបស់ខ្ញុំនេះគឺជានិមិត្តរូបរបស់ប្រទេសអង់គ្លេសហើយទីក្រុងឡុងតែម្ដងបាទកន្លែងនេះគេហៅថា The Tower Bridge បាទដែលជានិមិត្តរូបបាទហើយមួយទៀតបាទយើងធ្វើដំណើរមើលមកទស្សនារបស់គាត់ដែរយើងឃើញអាគារមួយខ្ពស់គេហៅថា The Shed អូខេបាទអញ្ចឹងទាំងពីរនេះហើយគឺជានិមិត្តរូបនៃទីក្រុងឡុងបាទអ្នកទាំងអស់គ្នាសួស្តីបាទអ្នកទាំងអស់គ្នាឥឡូវនេះគឺពួកយើងបានធ្វើដំណើរមកដល់សន្តាគារបាទរួចហើយយប់នេះគឺយើងនឹងសម្រាកបាទនៅទីនេះបាទទីក្រុងឡុងបាទតាមពិតយើងសម្រាកនៅទីក្រុងឡុងចំនួន2យប់អញ្ចឹងនេះគឺយប់ទី1របស់ពួកយើងហើយថ្ងៃស្អែកក៏យើងសម្រាកនៅក្នុងបន្ទប់ដដែលទាំងដែរអូខេបាទបន្ទប់ហ្នឹងគឺស្អាតបាទ view ល្អមែនទែនបាទចេញទៅខាងក្រៅគឺអ្នកនរគ្នានឹងមើលឃើញបាទស្ថានីយ៍រថភ្លើងបាទដ៏ធំរបស់ទីក្រុងឡុងបាទ Waterloo បាទគឺស្ថានីយ៍រថភ្លើងហ្នឹងឯងអូខេអញ្ចឹងទស្សនាខាងក្រៅជាមួយខ្ញុំបន្តិចមកណាបាទទស្សនវិជ្ជាបាទនៅទីក្រុងឡុងបាទយើងមើលឃើញបាទរថភ្លើងនៅក្នុងទីក្រុងឡុងបើមើលទៅមិនសូវជាទំនើបប្រហែលទេបាទយើងមើលឃើញក្បាលរថភ្លើងយើងមានវ័យចំណាស់ដែរបាទប៉ុន្តែគាត់ថាក្នុងទូរថភ្លើងវាស្អាតបាទសួស្តីបាទអ្នកនរគ្នាឥឡូវនេះគឺពេលវេលាដែលយើងអាហារពេលព្រឹកបន្ទាប់ពីសម្រាប់នៅក្នុងសន្តាគារបាទនៅទីក្រុងឡុងចំនួន1យប់ដំបូងបាទដូច្នេះហើយយើងនឹងទទួលទានអាហារពេលព្រឹកហើយបន្ទាប់ពីអាហារពេលព្រឹកគឺយើងនឹងធ្វើដំណើរទៅកាន់បាទ British Museum ហើយបន្ទាប់ពី British Museum រួចហើយគឺយើងនឹងបន្តដំណើរបាទទៅ shopping បាទនៅ Oxford Street បាទដូច្នេះហើយថ្ងៃនេះបាទតាមដានដំណើរកម្សាន្តរបស់ខ្ញុំទាំងអស់គ្នាណាបងប្អូនគ្នាអូខេឥឡូវមុននឹងធ្វើដំណើរចាក់ចេញពីសន្តាគារទៅកាន់ដំណើរកម្សាន្តសូមទទួលទានអាហារពេលព្រឹកជាមួយនឹងខ្ញុំបាទទាំងអស់គ្នាបាទ Yeah okay this is my breakfast នេះគឺជាអាហារពេលព្រឹករបស់ខ្ញុំបាទសួស្តីបាទអ្នកទាំងអស់គ្នាបាទថ្ងៃនេះបាទគឺយើងបានធ្វើដំណើរមកកាន់សារមន្ទីរគេហៅថា The British Museum បាទសារមន្ទីរនេះគឺជាសារមន្ទីរមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ1753បាទហើយជាសារមន្ទីរមួយដែលមានបាទរបស់របរទាំងអស់មានចំនួនប្រហែលជា8លានបាទ object បាទដែលដាក់តាំងនៅក្នុងសារមន្ទីរនេះហើយមានប្រវត្តិសាស្ត្របាទគ្រប់បណ្ដាលទ្វីបទាំងអស់បាទនៅក្នុងពិភពលោកយើងដូច្នេះហើយថ្ងៃនេះគឺយើងមានកម្មវិធីបាទទស្សនាបាទសារមន្ទីរនេះផងដែរអញ្ចឹងអ្នកទាំងអស់គ្នាយើងអាចទស្សនាជាមួយនឹងខ្ញុំបាទនៅរូបភាពមួយចំនួនបាទក្នុងសារមន្ទីរនេះទាំងអស់គ្នាបាទ
depends on which one though. បាទសួស្តីមកអ្នកនរអស់គ្នាឥឡូវនេះខ្ញុំកំពុងតែនៅកន្លែងមួយគឺវិថី Oxford Street បាទ shopping center បាទនៅក្នុងទីក្រុង London បាទប្រទេសអង់គ្លេសបាទអញ្ចឹងនៅកន្លែងនេះគឺមាន branded បាទក៏ដូចជាកន្លែង shopping center ដ៏ធំបាទរបស់ទីក្រុង London ដែរបាទអញ្ចឹងធ្វើដំណើរបាទទស្សនាជាមួយនឹង brand បាទដែលគេលក់នៅក្នុងអ្នកនរគ្នាបាទ នៅទីនេះយើងកំពុងតែរៀបចំទទួលទានអាហារពេលល្ងាចបាទសម្រាប់ថ្ងៃនេះបាទ Korean barbecue សួស្តីបាទអ្នកទាំងអស់គ្នាបាទព្រឹកនេះថ្មីទៀតហើយបាទគឺយើងធ្វើដំណើរមកកាន់កន្លែងមួយគេហៅថា Windsor Castle បាទគឺជាព្រះបរមរាជវាំងដែលខ្សែស្រឡាយបាទសិក្សាលហិតបាទរាជវង្សបាទលោកគង់ប្រថាប់នៅសប្តាហ៍ថ្ងៃបាទអញ្ចឹងគឺយើងធ្វើដំណើរទៅទស្សនាជាមួយខ្ញុំបាទអ្នកទាំងអស់គ្នាដោយតទៅ
ស្ដីបាទអ្នកទាំងអស់គ្នាបាទអស់រយៈពេលបាទជាង2ម៉ោងដែលពួកយើងមកធ្វើដំណើរចាក់ចេញពីទីក្រុងឡុងបាទមកតាមដងផ្លូវយើងទស្សនាបាទនៅទិដ្ឋភាពបាទនៅក្នុងប្រទេសអង់គ្លេសជាច្រើនបាទមានដូចជាបាទវាលស្រែវាលស្រូវបាទវាលស្មៅបាទយ៉ាងខៀវងឹតបាទការធ្វើចរាចរណ៍របស់ប្រជាជនអង់គ្លេសបាទហើយទីបំផុតបាទពួកយើងក៏បានធ្វើដំណើរមកដល់ទីក្រុង Bristol បាទជាទីក្រុងមួយដ៏ស្រស់ស្អាតបាទស្ថិតនៅមុខតំបន់ភាគនិរតីនៃប្រទេសអង់គ្លេសផងដែរអញ្ចឹងកន្លែងដែលខ្ញុំកំពុងនៅខាងក្រោយខ្នងរបស់ខ្ញុំគឺ The Central Cathedral Church បាទ Cathedral ហើយនៅខាងក្រោយខ្នងរបស់ខ្ញុំនោះគឺជាសាលាក្រុងបាទដូច្នេះហើយនៅទីនេះបាទទស្សនាបាទទិដ្ឋភាពបាទជុំវិញទីនេះជុំវិញបាទអស់គ្នាបាទអូខេបាទសូមអញ្ជើញបាទបាទសួស្តីបាទអ្នកទាំងអស់គ្នាឥឡូវនេះយើងនៅលើមាត់ស្ទឹងបាទ Bristol ហើយខាងក្រោយខ្នងរបស់ខ្ញុំគឺស្ពានស្នេហាបាទជាយើងឃើញចាក់សោស្នេហាច្រើនណាស់ខាងក្រោយនេះបាទសួស្តីបាទអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទកំពុងតែមានវត្តមានបាននៅទីក្រុង Bristol បាទហើយខាងក្រោយខ្នងរបស់ខ្ញុំនឹងគឺជាតំបន់ទេសចរមួយដ៏ល្បីហើយគេហៅថាតំបន់ទេសចរប្រវត្តិសាស្ត្រមួយដែរណាបាទពីព្រោះនៅខាងក្រោយខ្នងនេះគឺមានស្ពានមួយដែលមានវ័យចំណាស់រហូតបាទតាំងពីឆ្នាំ1864បាទអញ្ចឹងគឺ100ឆ្នាំជាងហើយបាទស្ពានក្រោយខ្នងនេះបាទcho đo cầm đất cho đo cầm đất nói là mày
Yeah នឹងពីរជាន់ This is a car show So, look at them. None of them are allowed. Yeah, none of them. You mean the cost? Each down here, yeah. Bus Not and allowed taxi down here. only, yeah.